ស្ដាយកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងសហរដ្ឋអាមេរិកបានឈានចូលដល់ដំណាក់កាលអនុវត្តជាក់ស្ដែងហើយដោយកងទ័ពនៃប្រទេសទាំងពីរបានចាប់ផ្ដើមរៀបចំផែនការធ្វើសមយុទ្ធឆ្មាំអង្គរឬអង្គរ Sentinel 2027ដែលក្រុងនឹងត្រឡប់មកវិញជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ2016ដោយសារតែភាពរអាក់រអួលនៃទំនាក់ទំនងទ្វេភាគីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី27ខែមិថុនាឆ្នាំ2026ថាកងទ័ពមកពីបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកនិងកងឆ្មាំជាតិរដ្ឋ Idaho បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរៈភូមិន្ទនិងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពដោះមាននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅរាជធានីភ្នំពេញកិច្ចប្រជុំនេះផ្ដោតលើការរៀបចំផែនការសម្របសម្រួលនិងការត្រៀមលក្ខណៈសម្រាប់សមយុទ្ធដែលក្រុងនឹងប្រារព្ធឡើងនៅឆ្នាំ2027សមយុទ្ធនេះផ្ដោតលើប្រតិបត្តិការរក្សាសន្តិភាពការឆ្លើយតបគ្រោះមហន្តរាយការងារមនុស្សធម៌និងការបង្កើនសមត្ថភាពប្រតិបត្តិការរួមការវិវត្តចុងក្រោយនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជួបលោក Elbridge Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកនិងលោក Andrew Coalition Barker អនុទីប្រឹក្សាសន្តិសុខជាតិអាមេរិកនៅទីក្រុង Washington កាលពីខែកុម្ភៈឆ្នាំ2026ក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិងការបើកផ្លូវឲ្យសមយុទ្ធឆ្មាំអង្គរត្រឡប់មកវិញគួររំលឹកថាការផ្អាកសមយុទ្ធតាំងពីកាលពី10ឆ្នាំមុនបានកើតឡើងស្របពេលទំនាក់ទំនងយោធារវាងអាមេរិកនិងកម្ពុជាធ្លាក់ចុះខណៈដែលរដ្ឋធានី Washington បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃកិច្ចសហការយោធារវាងកម្ពុជានិងចិនជាពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករៀមទោះជាយ៉ាងណាក្នុងរយៈពេលជាង1ឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរបានបង្ហាញសញ្ញាប្រសើរឡើងវិញជាបន្តបន្ទាប់ក្នុងនោះរួមមានដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ Indo-Pacific ការចូលចតរបស់នាវាចម្បាំងអាមេរិក USS Cincinnati នៅមូលដ្ឋានទ័ពជើងទឹករៀមការដកបំរាមលក់អាវុធឲ្យកម្ពុជានិងការចាប់ផ្ដើមដំណើរការស្ដារសមយុទ្ធឆ្មាំអង្គរនៅពេលនេះខ្ញុំរស់សុធាពី News Today NTTV ត្រាទៅជំនាញធ្វើការងារបានទាំងដីតឹងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំការក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក